ប្រាជ្ញាមកពីឋានលើចាតាមរយៈបទចម្រៀងដែលមានចំណងជើងថាប្រាជ្ញាមកពីឋានលើនេះជាបានដកស្រង់អត្ថបទនៅក្នុងកាន់គម្ពីរយ៉ាកុបជំពូក3ខ13ដល់ខ18ក្នុងកាន់គម្ពីរនេះបានបង្ហាញថាក្នុងចំណោមពួកអ្នករាល់គ្នាបើមាននរណាឆ្លាតវាងវៃនិងមានយោបល់ចូលឲ្យអ្នកនោះបង្ហាញនៅកិរិយាល្អដែលខ្លួនប្រព្រឹត្តដោយក្តីសុភាពនៃប្រាជ្ញាតែបើមានក្តីច្រណែនដល់ល្វីងជូរចត់និងគំនុំនៅក្នុងចិត្តនោះកុំឲ្យអួតខ្លួនឬក៏ហក់ទាស់ទទឹងនឹងការពិតឡើយប្រាជ្ញាយ៉ាងនេះមិនមែនមកពីឋានលើឡើយគឺជារបស់ខាងឯលោកីវិញទេហើយក៏ខាងសាច់ឈាមនិងខាងអរិយវិញផងត្បិតនៅទីណាដែលមានការច្រណែននិងគំនុំគុំគួននោះក៏រមែងមានការវឹកវរនិងការអាក្រក់គ្រប់យ៉ាងដែរតែប្រាជ្ញាដែលមកពីឋានលើវិញមុនដំបូងគឺភាពបរិសុទ្ធរួចក៏មានមេត្រីចិត្តសេចក្តីសម្លូតនិងចិត្តទន់ក៏ពោពេញដោយក្តីមេត្តាករុណានិងផលល្អដោយឥតរើសមុខហើយក៏ឥតមានពុតមេយាផងរីឯផលនៃសេចក្តីសុចរិតនោះគឺបានព្រោះចុះដោយសេចក្តីមេត្រីអាមែនចា៎ឥឡូវនេះសូមរីករាយជាមួយនឹងបទប្រាជ្ញាមកពីឋានលើដែលបទនេះច្រៀងដោយអ្នកនាងស៊ូស៊ីណុច